ក្រុងបានលុងខេត្តរតនគិរីនេះគឺជាទស្សនវិជ្ជានៃអកបឹងកន្សែងដែលយើងធ្លាប់តែឮលោកតាសុនសីសមុទ្រច្រៀងឥឡូវពេលនេះបានមកដល់ឃើញផ្ទាល់ជាក់នឹងនេត្រាទាំងសងហើយក៏បានធ្វើដំណើរឆ្វែលព័ទ្ធជុំវិញដើម្បីគយគន់ទេសភាពនិងទស្សនវិជ្ជាជាក់ស្ដែងនៅជុំវិញក៏ដូចជាទឹកដ៏ថ្លានិងត្រជាក់នៃបទអកបឹងកន្សែងយ៉ាងនេះនៃអកទាំងគូនេះដែលជាអកនៅក្នុងបទចម្រៀងលោកតាសុនសីសមុទ្រនោះនឹងឯងចឹងក្រោមព័ទ្ធជុំវិញនេះពោពេញទៅដោយផ្ទះប្រជាជនហើយនឹងសួនកំសាន្តសម្រាប់លំហែកាយទីនេះហើយគឺជាកន្លែងមួយដែលផ្ដល់នូវភាពរីករាយសម្រាប់អ្នកដែលកំពុងបំពេញការងារឬអ្នកដែលកំពុងតែមានសេចក្តីលំបាកស្មុគស្មាញអាចមកលំហែកំសាន្តនៅទីនេះបានជាងមាននិស័យដែលបានមកដល់អកបឹងកន្សែងនិយាយឲ្យខ្ល้ายគឺបឹងកន្សែងនៃក្រុងបានលុងខេត្តរតនគិរីរួចក៏ឆ្លៀតធ្វើដំណើរបន្តទៅមុខទៀតគឺទៅទស្សនានៅបឹងយៈឡោមដែលធ្លាប់តែអាននៅក្នុងសៀវភៅនិងឃើញតាមរយៈបណ្ដាញសង្គម Facebook ឥឡូវពេលនេះបានមកឃើញផ្ទាល់បឹងយៈឡោមដែលនៅក្នុងខេត្តរតនគិរីចឹងនេះគឺជាបឹងយៈឡោមដ៏ធំហើយទឹកទៀតនោះគឺថ្លាដូចជាទឹកសមុទ្រអញ្ចឹងទឹកថ្លាស្អាតណាស់ហើយរាងមូលនេះមើលទស្សនវិជ្ជាជុំវិញដែលកាមេរ៉ាបញ្ចាំងទៅនោះគឺទឹកថ្លាតែម្ដងទៀតណាចំណែកនេះគឺជាបងប្អូនជនជាតិដែលគាត់មកថតរូបលេងកំសាន្តពេលរសៀលចំណែកផ្ទះនេះដែរគឺជាផ្ទះកូនកំលោះកូនក្រមុំរបស់បងប្អូនញាតិញោមជនជាតិភាគតិចដែលធ្វើសម្រាប់កូនកំលោះកូនក្រមុំចឹងធ្លាប់តែឃើញនៅក្នុង Facebook ទេឥឡូវបានមកឃើញផ្ទាល់ហើយផ្ទះនេះហើយខាងនេះទៀតគឺរូបភាពតាំងលម្អគឺមានកាមេរ៉ាធំហើយនឹងរូបបងប្អូនជនជាតិភាគតិចរបស់យើងនឹងឯងចំណែកខាងនេះគឺញោមជនជាតិភាគតិចគាត់ចាញ់មកអំពីទីប្រជុំមិនដឹងថាប្រជុំឬក៏កិច្ចការអ្វីគាត់ទេនេះគឺជាអគារឬទីស្នាក់ការដែលគាត់ប្រជុំនៅកន្លែងនេះតែខ្ញុំកណាអាត្មាភាពគ្រាន់តែផ្ដិតយករូបភាពពីខាងក្រៅទេណាចំណែកនេះដែរគឺវល់ប្រេងធំណាស់ហើយរួចក៏ធ្វើដំណើរចាញ់មកសម្ដៅកន្លែងចំណតរថយន្តនឹងធ្វើដំណើរបន្តទៅទៀតចឹងវីដេអូនេះមានតែប៉ុណ្្នេះទេបើមានការខុសឆ្គងអ្វីមួយសូមមេត្តាខន្តីប្រណីអភ័យទោសដល់ខ្ញុំប្រកាសណាផង